តាអ៊ំរូបសំណាក់មេតបខ្មែរសង់បែរទៅរកច្រកព្រំដែនអានសេះស្រែកឲ្យកូនចៅខ្មែរចង់ចាំទុកយោធាថៃបានយកគ្រឿងចាក់ចូលឈូសឆាយកំទេចរូបសំណាក់តាអ៊ំដែលសង់ឡើងនៅទ្រង់វងមួយច្រកអានសេះស្ថិតនៅក្នុងភូមិអានសេះឃុំជាំខ្សានស្រុកជាំខ្សានខេត្តព្រះវិហារហេតុអ្វីយោធាថៃស្អប់លោកតាអ៊ំម្លេះតើប្រវត្តិរូបសំណាក់លោកតាអ៊ំមានអ្វីពាក់ព័ន្ធគំនុំអតីតកាលរវាងខ្មែរសៀមព្រះតេជគុណសឿនសុភាបានឲ្យដឹងថាតាមប្រវត្តិរឿងព្រេងខ្មែរក្នុងសម័យអង្គរលោកតាអ៊ំគឺជាមេទ័ពដ៏ខ្លាំងពូកែម្នាក់នៅសម័យសង្គ្រាមលោកបានដឹកនាំទ័ពសេះដ៏អង្អាចជាង 2000 នាក់ទៅទិសខាងជើងដើម្បីទៅបង្ក្រាបទ័ពសៀមបន្ទាប់ពីបានធ្វើដំណើរមកដល់ចំណុចច្រកនេះលោកក៏បានបញ្ជាឲ្យកងទ័ពទាំងអស់ឈប់អានសេះដែលមានន័យថាឈប់សម្រាកសិនទ័ពសេះទ័ពស្រួចបើតាមវចនានុក្រមសម្ដេចជួនណាតអានសេះមានន័យថាកែបសេះឲ្យឈប់សម្រាកចំនួន3ថ្ងៃដើម្បីរៀបចំក្បួនវាយលុកទប់ទល់នឹងកងទ័ពប្រទេសសៀមទទួលបានជោគជ័យបន្ទាប់ពីនោះមកឈ្មោះនោះក៏បានតមកដល់បច្ចុប្បន្នចាប់ពីពេលនោះច្រកទ្វារទីនោះបានជាប់ឈ្មោះមកជាច្រកទ្វារអានសេះដែលជាច្រកចេញចូលធ្វើសឹកនិងការឈ្លានពានពីសៀមផងជាច្រកពាណិជ្ជកម្មដ៏ធំសំខាន់ជាមួយសៀមផងច្រកអានសេះស្ថិតនៅភាគខាងជើងស្រុកជាំខ្សានមានចម្ងាយពីទីរួមស្រុកប្រមាណ24គីឡូម៉ែត្រលើខ្នងភ្នំដងរែកជាប់ព្រំប្រទល់ខេត្តឧបលប្រទេសថៃរូបសំណាក់តាអ៊ំដែលកសាងនៅលើច្រកអានសេះដោយយោធាតំបន់សឹករងព្រះវិហារក្បែរមាត់ច្រកទ្វារក្នុងទឹកដីកម្ពុជាហើយដែលកន្លងទៅទាហានសៀមតែងតែចោទខ្មែរថាបានសាងសង់រំលោភ MOU ឆ្នាំ2000នោះដោយខុសកិច្ចសន្យាហេតុដូច្នេះទើបយោធាសៀមតែងតែចង់វាយកំទេចរូបសំណាក់លោកតាអ៊ំនេះក្នុងចំនួនពីលើកកាលពីថ្ងៃទី24ដល់ថ្ងៃទី28កក្កដានិងថ្ងៃទី7ដល់ថ្ងៃទី27ធ្នូឆ្នាំ2025កន្លងនេះ